ចាសួស្តីបងប្អូនអរគ្នាចឹងថ្ងៃនេះខ្ញុំចង់ចែករំលែកនៅមេរៀនមួយដែលវាមានអត្ថប្រយោជន៍សម្រាប់យើងហើយមេរៀននេះផងដែរគឺយើងបានដកស្រង់ចេញពីសៀវភៅមួយដែលគេនិយាយតាក់ទងអំពីតើយើងធ្វើមិនដើម្បីឲ្យ brand របស់យើងហ្នឹងមានភាពរីកចម្រើននិងលូតលាស់ទៅមុខអញ្ចឹងណាហើយគេក៏ចង់ឲ្យយើងហ្នឹងបានដឹងថាហេតុអីក៏ ម៉ាកខ្លះរីកចម្រើនហើយម៉ាកខ្លះទៀតគឺនៅដដែលអញ្ចឹងការដែលសៀវភៅនេះចេញមកគឺបានធ្វើឲ្យមានការផ្លាស់ប្ដូររបៀបគិតរបស់ marketing ហើយនឹងម្ចាស់អាជីវកម្មមួយចំនួនដែរនៅក្នុងពិភពលោកណាហើយខ្ញុំក៏ជឿថាម្ចាស់អាជីវកម្មជាច្រើនរួមទាំងខ្ញុំផងដែរហ្នឹងគឺយើងតែងតែធ្លាប់គិតនៅ3ចំណុចខាងក្រោមនេះ1បើផលិតផលរបស់យើងល្អអានោះគេនឹងទិញយើងហើយ2បើអតិថិជនរបស់យើងមានភាពស្មោះត្រង់ដែលគេហៅថាអតិថិជនមួយដែលទិញយើងរហូតអញ្ចឹងណាបើសិនជាគាត់ទិញយើងរហូតអាហ្នឹងគឺនឹងធ្វើឲ្យអាជីវកម្មរបស់យើងរីកចម្រើនណាហើយទី3គឺយើងជឿថាបើសិនជាយើងធ្វើការបញ្ចុះតម្លៃឲ្យកាន់តែច្រើននោះប្រកាសជាការលក់របស់យើងនឹងកើនឡើងប៉ុន្តែនៅក្នុងការស្រាវជ្រាវរបស់សៀវភៅនេះគឺបានបង្ហាញចេះវិញគាត់បង្ហាញប្រាប់យើងថាចេះម៉ាកយីហោដែលមិនរីកចម្រើនណាមិនមែនដោយសារតែអតិថិជនស្មោះត្រង់ហ្នឹងមានតិចជាងមុននេះឬក៏អតិថិជនដែលធ្លាប់ទិញគាត់ហ្នឹងបែរជាទិញគាត់តិចជាងមុននោះទេមិនអញ្ចឹងទេហើយគាត់ក៏បាននិយាយមួយទៀតថាម៉ាកដែលមានភាពរីកចម្រើនគឺដោយសារតែមានមនុស្សជាច្រើនទិញគាត់ប៉ុន្តែមិនមែនមានតែអតិថិជនដែលស្មោះត្រង់10-20នាក់ហ្នឹងទិញគាត់ទេ brand មួយដែលអាចរីកចម្រើនបានគឺមានមនុស្សកាន់តែច្រើនទៅទិញម៉ាកមួយហ្នឹងអញ្ចឹងចំណុចកន្លែងត្រង់នេះក៏វាធ្វើឲ្យខ្ញុំហ្នឹងមានភាពភ្ញាក់ផ្អើលខ្លះដែរព្រោះដោយសាររដងយើងធ្លាប់តែនិយាយថាបើសិនជាយើងមានអតិថិជនស្មោះត្រង់របស់យើងជាច្រើនមកទិញយើងអញ្ចឹងយើងប្រកាសជាលក់ដាច់យើងប្រកាសជាមានភាពរីកចម្រើនណាប៉ុន្តែនៅក្នុងសៀវភៅនេះគឺគេមិននិយាយអញ្ចឹងទេនិយាយរួមគេអត់មាននិយាយតាក់ទងអំពីអតិថិជនដែលធ្លាប់ទិញយើងអតិថិជនដែលស្មោះត្រង់ស្រឡាញ់ brand យើងអីគេអត់និយាយទេគេថាម៉ាកមួយដែលអាចរីកចម្រើនទៅបាននោះគឺដោយសារតែមានមនុស្សកាន់តែច្រើនទៅទិញម៉ាកមួយនោះអញ្ចឹងចំណុចទី1នៅក្នុងរឿងនេះគឺយើងនឹងនិយាយអំពីមនុស្សជាច្រើនទៀតណាมันអាចទិញអ្វីដែលពួកគេមិនចង់ចាំនេះចុះកន្លែងនេះគេឲ្យយើងនឹងគិតមើលចេះនៅពេលដែលយើងចង់ទៅទិញទឹកក្រូចទឹកសុទ្ធឬក៏អីតើយើងនៅពេលដែលយើងចង់ទិញចង់និយាយថាយើងទៅអង្គុយស្រាវជ្រាវពីម៉ាកហ្មងឬក៏យើងមិនអញ្ចឹងបើពេលនិយាយទៅភាគច្រើនគឺយើងអត់មានធ្វើអញ្ចឹងទេមានន័យថានៅពេលដែលយើងចង់ទៅទិញម៉ាកទឹកសុទ្ធឬក៏យើងចង់ទៅទិញទឹកក្រូចអីប្រកាសជាវាផុសអាប់តាក់ទងអំពី brand ណាមួយដែលយើងបានស្គាល់បានឃើញនៅក្នុងខួរក្បាលរបស់យើងហើយយើងប្រកាសជាទៅទិញ brand ហ្នឹងហ្មងអញ្ចឹងគេចង់ប្រាប់យើងថានេះគឺជារបៀបដែលមនុស្សជាច្រើនធ្វើការសម្រេចចិត្តក្នុងការទិញអីមួយគេអត់បានទៅជ្រើសរើសថាអូមានម៉ាកប្រមាណនៅក្នុងទីផ្សារហើយម៉ាកមួយណាដែលគាត់ត្រូវទិញនោះទេប៉ុន្តែគ្រាន់តែគាត់ជ្រើសរើសម៉ាកមួយណាដែលគាត់ចាំតែប៉ុណ្ណោះអញ្ចឹងកន្លែងហ្នឹងហើយដែលគេហៅថាមនុស្សមិនអាចទិញអ្វីដែលគេមិនចាំនេះគឺគេនឹងទិញអីដែលគេចាំអញ្ចឹងកន្លែងត្រង់នេះគេចង់ឲ្យយើងនឹងសួរថាចេះគេចង់ឲ្យយើងនឹងចេះសួរខ្លួនឯងតើផលិតផលរបស់យើងនេះរាល់ថ្ងៃនៅពេលដែលគេចង់ទិញផលិតផលមួយហ្នឹងតើគេនឹកឃើញម៉ាកយើងដែរអត់បើសិនជាអត់តន់មានអ្នកណាគេនឹកឃើញម៉ាកយើងទេនោះប្រកាសជាការងាររបស់យើងអត់តន់ចប់ទេយើងត្រូវតែបន្តធ្វើទៀតដើម្បីឲ្យគេបានស្គាល់ពីម៉ាករបស់យើងអញ្ចឹងចំណុចមួយដែលគេឲ្យយើងនឹងយកទៅធ្វើសកម្មភាពតែម្ដងណាគឺរៀងរាល់ថ្ងៃត្រូវសួរខ្លួនឯងថាតើខ្ញុំបានធ្វើអ្វីខ្លះដើម្បីឲ្យមនុស្សម្នាក់ទៀតចងចាំម៉ាករបស់ខ្ញុំឬក៏ធ្វើឲ្យមនុស្សម្នាក់ទៀតទៅមនុស្សម្នាក់ទៀតបានចងចាំពីម៉ាករបស់យើងកាន់តែច្រើនទៅមកដល់មេរៀនទី2ចំណុចទី2គឺយើងនឹងបានរៀនតាក់ទងអំពីកំណើនកើនមកពីយើងមានអតិថិជនថ្មីអញ្ចឹងនេះគឺជាមេរៀនមួយដែលសំខាន់ដែរនៅក្នុងសៀវភៅនេះព្រោះគាត់បាននិយាយថាម្ចាស់អាជីវកម្មជាច្រើនណាគឺផ្ដោតទៅលើការដែលធ្វើឲ្យអតិថិជនចាស់ហ្នឹងមកទិញយើងកាន់តែច្រើនក៏ប៉ុន្តែតាមការស្រាវជ្រាវគេបង្ហាញចេះវិញគេបង្ហាញថាម៉ាកធំជាច្រើនដែលមានភាពរីកចម្រើនណាគឺដោយសារតែមានអ្នកទិញច្រើនមិនមែនដោយសារអ្នកដែលមកទិញយើងញឹកញាប់ទេអញ្ចឹងកន្លែងត្រង់នេះផងដែរគេក៏ចង់ឲ្យយើងនឹងចេះសួរខ្លួនឯងថានៅពេលដែលអានេះគេឧទាហរណ៍ឲ្យយើងណាគេឧទាហរណ៍ថាការរីកចម្រើនមិនមែនមកពីការដែលធ្វើអតិថិជនម្នាក់ហ្នឹងមកទិញឧទាហរណ៍ដូច business របស់ខ្ញុំគឺតាក់ទងអំពី PPF ញ៉ាមីដែលខ្ញុំបង្កើតផលិតតាក់ទងអំពីបុក HR អីចឹងណាអញ្ចឹងគេកន្លែងនេះគេចង់ឧទាហរណ៍ថាការរីកចម្រើនរបស់យើងមិនមែនមកពីការធ្វើឲ្យអតិថិជនម្នាក់ហ្នឹងមកទិញបុក HR ហ្នឹង10ដងបន្ថែមទៀតទេក៏ប៉ុន្តែគឺមកពីការធ្វើឲ្យមនុស្សថ្មីឬក៏អតិថិជនថ្មីរបស់ខ្ញុំហ្នឹង10000នាក់បានស្គាល់និងបានសាកល្បងទិញបុក HR ហ្នឹងជាលើកដំបូងអាហ្នឹងទៅធ្វើឲ្យ brand របស់យើងរីកចម្រើនហើយក៏ធ្វើឲ្យយើងនឹងកើនលក់ដែរអញ្ចឹងអ្វីដែលគេឲ្យយើងចាប់ផ្ដើមធ្វើសកម្មភាព take action ពីឥឡូវទៅហ្នឹងគឺមានន័យថាចេះចាប់ពីថ្ងៃនេះទៅកុំសួរថាយើងនឹងលក់បានប៉ុន្មានក៏ប៉ុន្តែអ្វីដែលយើងត្រូវសួរខ្លួនឯងគឺយើងត្រូវសួរថាចេះតើយើងបានតាក់ទាញអតិថិជនថ្មីហ្នឹងមកប៉ុន្មាននាក់ចានេះគឺជាចំណុចទី2ណាអ
យ៉ាបន្ទាប់មកទៀតតកតងអំពីចំណុចទី3គឺការចែកចាយសំខាន់ជាងការផ្សព្វផ្សាយអញ្ចឹងមនុស្សជាច្រើនតែងតែគិតថា marketing គឺនៅលើ TikTok នៅលើ Facebook ឬក៏ទៅលើការផ្សាយពាណិជ្ជកម្មអីផ្សេងទៀតទៅតាម billboard ទៅតាមអីចឹងណាក៏ប៉ុន្តែនៅក្នុងសភៅនេះគេឲ្យយើងចាប់អារម្មណ៍ទៅលើចេះវិញ marketing ដែលមានន័យធំជាងនឹងទៀតណាគឺអញ្ចេះវិញគេឲ្យយើងនឹងសម័យថាចេះតើមានមនុស្សប៉ុន្មានអ្នកដែលកំពុងតែមើល TikTok របស់យើងតើគេចាប់អារម្មណ៍នឹងខ្លាំងប៉ុណ្ណាតើគេទិញយើងភ្លាមអត់តែកន្លែងនេះយើងត្រូវគិតមួយថាតែបើសិនជាគេមករកទិញយើងហើយគេរកអត់ឃើញអញ្ចឹងគេចង់សួរយើងថាតើការលក់របស់យើងវាកើនឡើងអត់ចម្លើយប្រកាសមែនប្រកាសជាអត់កើនទេអញ្ចឹងអ្វីដែលជាបញ្ហាមិនមែនមកពី content ដែលយើងធ្វើនៅក្នុង Facebook ទេក៏ប៉ុន្តែអ្វីដែលជាបញ្ហាគឺតំណាងចែកចាយរបស់យើងឬក៏ការចែកចាយផលិតផលរបស់យើងវាអត់ទាន់ទៅគ្រប់កន្លែងទាំងអស់ដែលធ្វើឲ្យគេនឹងងាយស្រួលក្នុងការរកទិញអញ្ចឹងអ្វីដែលគេឲ្យយើង take action នៅក្នុងចំណុចទី3នេះគឺយើងត្រូវតែផ្ដោតថាតើឆ្នាំនេះយើងត្រូវរកតំណាងចែកចាយឬក៏ផលិតផលរបស់យើងនឹងទៅកន្លែងណាខ្លះដើម្បីចែកចាយទាំងនៅក្នុងប្រទេសទាំងនៅតាមខេត្តទាំងនៅក្នុងក្រុងឬក៏ផ្សារទំនើបផ្សេងទៀតអញ្ចឹងអ្វីដែលគេចង់ប្រាប់យើងគឺគេចង់ប្រាប់យើងថា marketing ណាមិនមែនគ្រាន់តែជាការផ្សព្វផ្សាយឲ្យគេបានដឹងបានឮយើងរីកសុះសាយនៅក្នុងតែប្រព័ន្ធ social media ប៉ុណ្ណឹងទេប៉ុន្តែអ្វីដែលជា marketing ដែលសំខាន់បំផុតមួយទៀតគឺគ្រប់កន្លែងទាំងអស់គឺមានអីវ៉ាន់របស់យើងអាហ្នឹងទើបឲ្យយើងហ្នឹងអាចមានឱកាសក្នុងការបង្កើនចំណូលហើយក៏អាចមានឱកាសក្នុងការលក់បានទៅដល់អតិថិជនថ្មីដែរចំណុចទី4នៅក្នុងរឿងនេះគឺគេចង់ប្រាប់យើងថាចេះកុំផ្ដោតតែអតិថិជនដែលស្មោះត្រង់មានន័យថាគុំឲ្យយើងនឹងផ្ដោតទៅអតិថិជនដែលគាត់ថាអូគាត់ចូលចិត្តរបស់យើងហើយគាត់ស្រឡាញ់របស់យើងហើយអញ្ចឹងគាត់នឹងមកទិញរបស់យើងអញ្ចឹងយើងធ្វើអីតម្រូវតែអតិថិជនមួយហ្នឹងគឺមែនទេអញ្ចឹងចំណុចកន្លែងនេះគេចង់ថាចំណុចនេះគឺជាចំណុចដែលមនុស្សភាគច្រើនតែងតែយល់ខុសយើងតែងតែគិតថាចេះបើអតិថិជននឹងស្មោះត្រង់នឹងយើងស្រឡាញ់ផលិតផលរបស់យើងចូលចិត្តផលិតផលរបស់យើងនោះអាជីវកម្មរបស់យើងនឹងរីកចម្រើនប៉ុន្តែការពិតមិនមែនចាំទេយើងត្រូវដឹងថាចេះអតិថិជនដែលគាត់ស្មោះត្រង់នឹងយើងគាត់ស្រឡាញ់ brand យើងហ្នឹងក៏គាត់មិនមែនទិញតែម៉ាកយើងដែរគាត់ប្រកាសជាទៅទិញម៉ាកអ្នកដទៃផ្សេងទៀតដែរដូចយើងផ្ទាល់ដែរយើងប្រកាសដែរជាមានហាងកាហ្វេដោយហើយយើងចូលចិត្តកាហ្វេម៉ាកណា brand មួយណាអញ្ចឹងណាយើងប្រកាសជាមានដែរក៏ប៉ុន្តែមិនមែនយើងទៅហាងនឹងតែមួយមុខទេពេលខ្លះយើងក៏ទៅហាងគេផ្សេងទៀតដែរអញ្ចឹងគេចង់ឲ្យយើងយល់ថាអតិថិជនក៏ដូចគ្នាអញ្ចឹងចំណុចដែលគេចង់ឲ្យយើង take action នៅក្នុងចំណុចទី4នេះគឺគេចង់និយាយថាចេះកុំចំណាយពេលទាំងអស់ទៅលើតែផលិតអីគេមួយឬក៏ធ្វើអីមួយដើម្បីតម្រូវតែអតិថិជនដែលគេស្រឡាញ់ម៉ាករបស់យើងឬក៏គេហៅថា loyalty customer ណាកុំធ្វើតម្រូវតែអតិថិជនបែបហ្នឹងតែយើងក៏ត្រូវចំណាយពេលទៅលើ3ខាងក្រោមនេះដែរទី1គឺការបង្កើនម៉ាករបស់យើងណាឲ្យគេស្គាល់កាន់តែច្រើនទី2គឺបង្កើនឲ្យអ្នកដែលគេបានស្គាល់ម៉ាកយើងណាគាត់ចាប់ផ្ដើមសាកល្បងក្នុងការទិញយើងទី3គឺយើងត្រូវតែពង្រីកទីផ្សារទៅគ្រប់កន្លែងទាំងអស់ឲ្យគេងាយស្រួលរកយើងឲ្យគេងាយស្រួលទិញយើងចាអញ្ចឹងចំណុចទី5គឺយើងនិយាយតាក់ទងអំពី branding សំខាន់ជាងគេbranding ដែលសំខាន់ជាងភាពខុសប្លែកចុះកន្លែងត្រង់នេះយើងចោះមកស្ដាប់នៅខាងក្រោមតិចសិនទៅគាត់ថាចេះម្ចាស់អាជីវកម្មជាច្រើនណាព្យាយាមធ្វើឲ្យខ្លួនឯងហ្នឹងខុសគេអញ្ចឹងការដែលធ្វើឲ្យខ្លួនឯងខុសគេមិនប្រកាសថាអាហ្នឹងគឺជា branding ទេណាអញ្ចឹងហើយគេចង់ឲ្យយើងនឹងយល់កន្លែងចំណុចមួយហ្នឹងកន្លែងនេះគាត់ចង់និយាយថាចេះអ្វីដែលសំខាន់ជាងគេនៅក្នុងរឿងនេះគឺថាការដែលយើងអាចធ្វើឲ្យមនុស្សម្នាក់ឬក៏មនុស្សជាច្រើនទៀតបានចងចាំម៉ាករបស់យើងណាគឺវាសំខាន់ជាងអ្វីដែលជា unique នៅក្នុងផលិតផលរបស់យើងឬក៏ unique នៅក្នុង brand របស់យើងវាសំខាន់ជាងព្រោះគេលើកឧទាហរណ៍មកនឹងក៏គេចង់បញ្ជាក់ប្រាប់យើងថាអាភាព unique ឬភាពខុសគ្នាហ្នឹងអ្នកដទៃក៏គេអាចចម្លងបានតាមយើងដែរតែម៉ាកមួយដែលស្ថិតនៅក្នុងចិត្តអតិថិជនណាគេចម្លងអត់បានទេមានន័យថាបើសិនជាគេស្រឡាញ់ម៉ាកហ្នឹងគេស្គាល់ម៉ាកហ្នឹងហើយគេទទួលស្គាល់ហើយអញ្ចឹងទោះបីជាមានម៉ាកណាផ្សេងទៀតដែលចេញមកដូចនឹងយើងអញ្ចឹងក៏គេអត់ចាប់អារម្មណ៍ដែរ
ព្រោះអីគេបានចង់ចាំម៉ាក់របស់យើងគេបានយកម៉ាក់របស់យើងហ្នឹងទៅទុកនៅក្នុងចិត្តរបស់គេទៅហើយយ៉ាអញ្ចឹងកន្លែងត្រឹមនេះគេគ្រាន់តែចង់ឲ្យយើងហ្នឹងមានការជា take action ទៅភ្លាមដោយយើងសួរខ្លួនឯងថាចេះតើអតិថិជនណាស្គាល់ម៉ាក់របស់ខ្ញុំហ្នឹងក្នុងរយៈពេល3វិនាទីដែរឬទេអញ្ចឹងអានេះជាសំណួរដែលយើងសួរខ្លួនឯងដើម្បីឲ្យយើងនឹងមានការគិតហើយយើងនឹងដឹងថាតើជំហានបន្ទាប់របស់យើងត្រូវធ្វើអីគេទៀតចំណុចទី6គឺគេចង់និយាយតទៅអំពីគិតឲ្យធំជាងមុនម៉ាក់យីហោជាច្រើនមិនរីកចម្រើនទេព្រោះតែពួកគេនឹងបានកំណត់បាត់ហើយថាអូ branding របស់ខ្ញុំនៅទូចាខ្ញុំអត់អាចធំរីកចម្រើនជាងនឹងទៀតទេតែប៉ិតអ្វីដែលនេះហ្នឹងវាចង់និយាយថាចេះតែប៉ិតពេលខ្លះយើងមិនបានធ្វើផងប៉ុន្តែយើងទៅបង្អាក់ខ្លួនឯងនឹងបាត់ហើយយើងទៅកំណត់ខ្លួនឯងនឹងបាត់ទៅហើយឧទាហរណ៍ណាដូចជាគេចង់និយាយកន្លែងនេះថាចេះផលិតផលរបស់ខ្ញុំសម្រាប់មនុស្សប្រភេទនេះតែប៉ុណ្ណោះនៅពេលដែលយើងតែងតែយល់ថាផលិតផលរបស់យើងសម្រាប់តែមនុស្សប្រភេទនេះអញ្ចឹងហើយទីផ្សាររបស់យើងក៏វាទូតាមនឹងដែរហើយបន្ទាប់មកទៀតណាយើងប្រកាសថាយើងនឹងមិនអាចមានយុទ្ធសាស្ត្រអីទៅធ្វើឲ្យអ្នកផ្សេងទៀតនឹងបានស្គាល់ពីផលិតផលរបស់យើងទេដោយសារតែយើងតែងតែបដោតថាផលិតផលរបស់យើងគឺមានតែប៉ុណ្ណឹងក៏កន្លែងនេះក៏ធ្វើឲ្យខ្ញុំនឹងហ៊ានសូត្របានហាញចេះខ្ញុំមិនមានសហគ្រាស PPF ញ៉ាំមីអញ្ចឹងខ្ញុំមិនផលិតតាក់ទងពីពពួកម្ហូបបុកហ្នឹងឡើងមកអញ្ចឹងម្ហូបបុករបស់ខ្ញុំតាមមើលទៅលើការវេចខ្ចប់ទៅមើលទៅលើរសជាតិឬក៏មើលទៅលើអីទាំងអស់ហ្នឹងគឺយើងនិយាយអាចថាសម្រាប់អ្នកដែលគាត់premium ឡើងលើនៅពេលដែលយើងចេះតែកំណត់នៅពេលដែលខ្ញុំហ្មងនៅពេលដែលខ្ញុំចេះតែកំណត់ថាផលិតផលរបស់ខ្ញុំគឺសម្រាប់អ្នកដែល premium អញ្ចឹងណាខ្ញុំពិតជាអត់មានយុទ្ធសាស្ត្រក្នុងការបរិយាផលិតផលរបស់ខ្ញុំទៅកន្លែងផ្សេងទៀតទេដោយសារតែខ្ញុំយល់ថាអតិថិជនរបស់ខ្ញុំគឺនៅកន្លែងលក្ខណៈ premium អញ្ចឹងខ្ញុំវាអត់ដឹងថាធ្វើទីផ្សារមកទៀតអញ្ចឹងហើយដែលធ្វើឲ្យផលិតផលរបស់ខ្ញុំមុនដំបូងពេលដែលចេញមកគឺមានទំហំនោះទូខ្លាំងមែនទែនដោយសារតែគេអត់សូវស្គាល់យើងអញ្ចឹងណាហ្នឹងហើយអញ្ចឹងកន្លែងត្រង់នេះគឺគេចង់ឲ្យខ្ញុំនឹងគិតឃើញថាចេះបើសិនជាផលិតផលរបស់ខ្ញុំអូខេប្រកាសហើយថាផលិតផលរបស់ខ្ញុំគឺងាយស្រួលមានន័យថាបើគឺញ៉ាំឬក៏គ្រាន់តែ ready to cook មានន័យថាដាក់ចូលឆ្នាំងគឺអាចញ៉ាំបានអញ្ចឹងណាអញ្ចឹងយើងប្រកាសជាកំណត់ថា target របស់យើងគឺអ្នកដែលអត់ចេះធ្វើម្ហូបអ្នកដែលអត់ចេះអ្នកដែលអត់ចេះធ្វើម្ហូបអ្នកដែលអត់មានពេលធ្វើម្ហូបឬក៏អ្នកដែលអត់មានអ្នកណាគេនៅផ្ទះនឹងជួយធ្វើយើងប៉ុន្តែតាមពិតបើសិនជាយើងគិតពីឲ្យធំយើងគិតចេះអ្នកដែលវល់ធ្វើការក៏អាចញ៉ាំបានគ្រួសារសម័យថ្មីដែលពួកគាត់អត់ចូលចិត្តធ្វើម្ហូបគាត់អាចញ៉ាំបាននៅក្នុងភោជនីយដ្ឋានក៏គាត់អាចយកទៅលក់តំណាងចែកចាយផ្សេងទៀតក៏គាត់អាចយកទៅឬក៏ប្រជាជនខ្មែរយើងដែលរស់នៅក្រៅប្រទេសក៏អាចទិញអានឹងញ៉ាំបានដែរអញ្ចឹងកាលណាពេលដែលយើងចាប់ដើមពង្រីកខ្លួនយើងអញ្ចឹងទៅទីផ្សារយើងក៏ធំប្រកាសដែរកំណើននៃការលក់របស់យើងក៏ច្រើនហើយនៅពេលហ្នឹងទៀតយើងនឹងអត់ស្មុកនៅតែយុទ្ធសាស្ត្រតែមួយមានន័យថាយើងនឹងចេះរកយុទ្ធសាស្ត្រដើម្បីវាយទៅកន្លែងផ្សេងទៀតដោយយើងមិនបានកំណត់ថាទីផ្សាររបស់យើងទូចប៉ុណ្ណឹងអញ្ចឹងបើសិនជាខ្ញុំសង្ខេបមកវិញណាតកតងពីចំណុចទាំងអស់ដែលយើងនិយាយខាងលើហ្នឹងគឺមាន5ទី1មនុស្សទិញម៉ាកណាដែលពួកគេចង់ចាំទី2ម៉ាកមួយអាចរីកចម្រើនបានគឺដោយសារតែមានអ្នកទិញថ្មីហ្នឹងកាន់តែច្រើនទី3ការចែកចាយគឺមានសារៈសំខាន់ដូចការផ្សព្វផ្សាយអញ្ចឹងព្រោះឲ្យការចែកចាយក៏ជា marketing មួយដែរទី4 branding គឺសំខាន់ជាងការដែលយើងព្យាយាមធ្វើឲ្យខ្លួនយើងនឹង unique ខុសពីគេទី5ម៉ាកមួយដែលជោគជ័យបានណាគឺតែងតែពង្រីកទីផ្សាររបស់ខ្លួនទៅគ្រប់កន្លែងទាំងអស់អញ្ចឹងបើសិនជាសម្រាប់ខ្ញុំវិញនៅក្នុងនាមខ្ញុំជាស្ថាបនិករបស់សហគ្រាស PPF ញ៉ាំមីនឹងមេរៀនធំបំផុតដែលខ្ញុំហ៊ានបានចេញពីនៅក្នុងសភៅមួយនេះគឺកុំសួរថាតើធ្វើដូចម្ដេចដើម្បីឲ្យអតិថិជនចាស់មកទិញកាន់តែច្រើនប៉ុន្តែខ្ញុំត្រូវតែសួរខ្លួនឯងថាតើខ្ញុំធ្វើដូចម្ដេចដើម្បីឲ្យអតិថិជនថ្មីឬក៏មនុស្សថ្មីជាច្រើនកាន់តែស្គាល់ម៉ាករបស់ខ្ញុំហើយនឹងហ៊ានសាកល្បងក្នុងការទិញផលិតផលរបស់ខ្ញុំអញ្ចឹងនៅចុងបញ្ចប់នៃអត្ថបទមួយនេះគឺថាម៉ាកមួយដែលមនុស្សចងចាំបានគឺងាយស្រួលឃើញងាយស្រួលទិញនោះហើយគឺជាម៉ាកមួយដែលឈ្នះគេជាចុងក្រោយមានន័យថាម៉ាកដែលមនុស្សអាចចងចាំបានលឿនជាងគេងាយស្រួលរកឃើញជាងគេនិងងាយទិញជាងគេបំផុតគឺជាម៉ាកមួយដែលឈ្នះគេ